សម្រាប់បងប្អូនដែលប្រើឈុតម៉ាស៊ីនលាងឡានម៉ូតូថ្មីតែដឹងតែភ្ជាប់កំប៉ុងស្ប៊ូបែបម៉េចបងប្អូនអាចមើលវីដេអូនេះដល់ចប់ហើយសម្រាប់បងប្អូនដែលអត់ដឹងថាភ្ជាប់ទៅចូលទៅនឹងម៉ាស៊ីនលាងហ្នឹងឬមួយក៏ប្រើសុងរហ័សអាចបកទៅមើលវីដេអូមុនដែលយើងបានធ្វើជូនណាចឹងត្រឡប់មកវិញដោយសារតែកំប៉ុងជាប់ជាមួយនឹងសិនម៉ូទ័រនេះមកវាមានចំណុះតិចហើយយើងអាចស្រីពពុះសាប៊ូឲ្យសាច់ធំតូចឲ្យបានទេចេញសាប៊ូតិចច្រើននេះគឺអត់បានចឹងហើយទើបយើងមានកំប៉ុងដែលស្រីបានទៅតាមតម្រូវការរបស់យើងពេលលាងណាចឹងដើម្បីយើងភ្ជាប់ជាមួយនឹងកំប៉ុងនឹងបានគឺយើងប្រើសុងរហ័សមកគូដែលយើងមូលភ្ជាប់ទៅនឹងក្បាលកណ្ដុងហ្នឹងហើយនេះគឺជាសកម្មភាពដែលខ្ញុំតឡើងកំប៉ុងស្ប៊ូហ្នឹងតែសូមបញ្ជាក់កំប៉ុងស្ប៊ូទីមិននៅក្នុងសិតជាមួយម៉ូទ័រទេគឺវាផ្សេងគ្នាបាទហើយនៅពេលដែលយើងតឡើងរួចហើយគឺនេះអាពីមុខនេះយើងមានកន្លែងសេរីស្ប៊ូហើយពីលើបោកដកមិញហ្នឹងគឺយើងសេរីឲ្យចេញស្ប៊ូតិចច្រើនអញ្ចឹងណាបាទយើងមូលគម្របវាចូលមករួចរាល់ហើយបន្តមកទៀតយើងគាត់ទៅយកវាមកដោតជាមួយនឹងសុងចុងកណ្ដុងហ្នឹងមកជាការស្រេច